សម្រាប់ខ្ញុំអាយុជីវិតភ្ញៀវនិងខ្ញុំផ្ទាល់ពិតជាមានតម្លៃខ្ញុំបាទឈ្មោះថនចនាហើយញសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិសំពរឃុំតាអងស្រុកចំការលើខេត្តកំពង់ចាមរាល់ថ្ងៃខ្ញុំប្រកបមុខរបររត់ឡានឈ្នួលរាល់ការចេញដំណើរពេលព្រឹកខ្ញុំតែងតែត្រួតពិនិត្យមើលកង់ឡានដូចជាស្ពាតខ្យល់មើលថាតើកង់ឡានមានប៉ោងប្រេះឬអត់និងប្រព័ន្ធសុវត្ថិភាពនានាក្នុងឡានដើម្បីធានាថាភ្ញៀវដែលធ្វើដំណើរតាមរយៈឡានខ្ញុំនឹងទៅដល់គោលដៅដោយសុវត្ថិភាពពិតប្រាកដហឡូសួស្តីយកនៅណាយកនៅណាអត់យកមកយកនៅផ្ទះតាមណាអរគុណច្រើនចឹងក្នុងមួយថ្ងៃខ្ញុំបើកបរខ្ទង់250គីឡូម៉ែត្រពេលព្រឹកខ្ញុំទទួលយកភ្ញៀវពីចំការលើយកមកភ្នំពេញពេលរសៀលខ្ញុំយកភ្ញៀវពីភ្នំពេញទៅចំការលើហើយជូនគាត់ដាក់ផ្ទះរៀងខ្លួនជាមួយមុខរបរនេះអាយុជីវិតយើងស្ថិតនៅលើដងផ្លូវដូចនេះការបើកបររបស់ខ្ញុំនិងមធ្យោបាយប្រកបរបររបស់ខ្ញុំត្រូវតែមានគុណភាពនិងសុវត្ថិភាពខ្ញុំគិតថាក្រៅពីតួឡាននិងការបើកបរគោរពច្បាប់ចរាចរណ៍ផ្នែកមួយដ៏ធំដែលជួយដល់ការគ្រប់គ្រងលើការកាច់ចូលឡានឲ្យមានសុវត្ថិភាពបត់បែនបានច្បាស់លាស់ឆាប់រហ័សនិងត្រឹមត្រូវតាមតម្រូវការនោះគឺសម្បត្តិកង់ឡានព្រោះតួឡានទាំងមកគឺរាប់តោនគឺប៉ះទៅនឹងដីដោយសារកង់ទាំង4ដែលជាអ្នកថែរក្សាលំនឹងដូចនេះការរើសសម្បត្តិកង់ឡានដែលមានគុណភាពល្អដែលធ្វើឲ្យយើងទុកចិត្តលើការបើកបរពិតជាសំខាន់មែនជាមួយនឹងសម្បកកង់ Michelin Agility 3ជារៀងរាល់ព្រឹកខ្ញុំតែងតែទុកចិត្តរាល់ពេលដែលខ្ញុំធ្វើដំណើរវាចាប់នឹងផ្លូវបានល្អរាល់ពេលខ្ញុំចង់ប្រើវាអត់រអិលនោះទេទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវសើមក៏ដោយសម្បកកង់នេះប្រើប្រាស់បានយូរខ្ញុំបានប្រើប្រាស់សម្បកកង់ Michelin Agility 3រយៈពេល1ឆ្នាំមកហើយកម្រិតសុវត្ថិភាពនៃការចាប់ប្រាំងលើផ្លូវនៅតែរក្សាបានល្អដូចការសម្បកកង់នៅថ្មីចឹងបើគិតត្រឹមថ្ងៃនេះចម្ងាយទៅរត់សរុបក្នុងកង់មួយឈុតនេះគឺប្រហែលជាជាង 80000 គីឡូហើយនៅសល់ជម្រៅកន្លះខ្លះទៀតដែលខ្ញុំអាចបន្តរត់ពីខែទៅ3ខែទៀតអញ្ចឹងជាសរុបខ្ញុំគិតថារហូតដល់ថ្ងៃដូរថ្មីសម្បកកង់មួយឈុតនេះអាចប្រើបានខ្ទង់ 90000 ទៅ 100,000 គីឡូនិយាយទៅការរកស៊ីរបស់ខ្ញុំគឺអាចសន្សំបានច្រើនពីការប្រើប្រាស់សម្បកកង់នេះព្រោះសម្រាប់ខ្ញុំអាយុជីវិតភ្ញៀវនិងខ្ញុំផ្ទាល់ពិតជាមានតម្លៃលើអ្វីៗទាំងអស់សម្បកកង់ Michelin Agility 3ពិតជាល្អមែន